មាត្រា19សមាគមប្រយុទ្ធប្រឆាំងនឹងការប្រកាន់ពូជសាសន៍និងការរើសអើងគ្រប់សមាគមដែលបានប្រកាសដោយត្រឹមត្រូវយ៉ាងតិចបំផុត3ឆ្នាំមុនការបរិច្ឆេទនៃបទល្មើសហើយដែលកម្មវត្ថុនៃលក្ខន្តិកៈត្រូវមានការតស៊ូមតិប្រឆាំងនឹងការប្រកាន់ពូជសាសន៍និងការឧបត្ថម្ភដល់ជនរងគ្រោះនៃការរើសអើងស្ដីអំពីកំណើតជាតិពិន្ទុពូជសាសន៍សាសនាអាចប្រើប្រាស់សិទ្ធិដែលទទួលស្គាល់ដល់ដើមបណ្ដឹងរដ្ឋប្រវេណីចំពោះបទល្មើសដោយបានកំណត់ខាងក្រោមកាលណាបទល្មើសនោះត្រូវបានប្រព្រឹត្តដោយមូលហេតុដើមកំណើតជាតិនៃបុគ្គលណាម្នាក់ឬដោយមូលហេតុថាបុគ្គលនោះជាសមាជិកពិតប្រាកដឬដោយស្មាននៃជាតិពិន្ទុពូជសាសន៍ឬសាសនាណាមួយជាកំណត់ការរើសអើងការបៀតបៀនដោយចេតនាដល់អាយុជីវិតឬដល់បូរណភាពបុគ្គលការបំផ្លាញនិងការធ្វើឲ្យខូចខាត